ទាក្នុងកិច្ចពិធីមាសការព្រះរតនត្រ័យនិងសមាទានសិលនិងវេនៅផាត់ទាំងអស់គ្នានៃកូនចៅប្រុសស្រីទៀតណាសូមអនុមោទនាសេរីសុភៈមស្តុវរៈមង្គលាជាយាតរេកឯកដំបរមតនកោអត្តមនមាទិវាសួស្ដីស្រីមង្គលវិបុលសុខប្រមសុខាមហាប្រសើរថ្ងៃសៅរ៍2រោចអពីកើតថ្នាក់ខែវិសាខឆ្នាំអសាញ់អត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី18ខែមេសាឆ្នាំ2026ថ្ងៃនេះដែលជាថ្ងៃប្រកបដោយមហានក្ខត្តរិកល្អជាមង្គលល្អជាយាមល្អជារុនរះល្អជាពេលវេលាប្រកបដោយអភិលក្ខណៈសម័យពេលវេលារស័ក្តិសម20នៅក្នុងកិច្ចពិធីបុណ្យអាយុវឌ្ឍនមង្គលបុណ្យចម្រើនព្រះជន្មនិងបុណ្យសង្ឃទានជូនចំពោះលោកពុកអ្នកម្ដាយដែលលោកមានព្រះជន្មាយុច្រើនព្រះវស្សាហើយដោយថ្ងៃនេះកូនចៅប្រុសស្រីលោកបាននឹករលឹកចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់នៃប្រមេតាបៃតាបានរៀបចំចាត់ចែងនៅបុណ្យអាយុវឌ្ឍនមង្គលនិងបុណ្យចម្រើនព្រះជន្មមួយចំណែកវិញទៀតលោកក៏បានរៀបចំពិធីបុណ្យទាក់